ជំពូកទី3ចូលស្វែងរកព្រះរាជរបស់ព្រះជាម្ចាស់ជាមុនព្រះយេស៊ូវបានប្រាប់យើងឲ្យខិតខំរកប្រយោជន៍នគរឋានសួគ៌ជាមុនសិនទើបគ្រប់ទាំងរបស់នឹងប្រទានឲ្យអ្នកថែមទៀតចូលស្វែងរកព្រះរាជរបស់ព្រះជាម្ចាស់និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិនទើបព្រះអង្គប្រទានរបស់ទាំងនោះមកអ្នករាល់គ្នាថែមទៀតម៉ាថាយជំពូក6ខ33ព្រះយេស៊ូវទ្រង់យាងមកផែនដីនេះមានគោលបំណងធំបំផុតគឺមកសគត់ជំនួសអំពើបាបរបស់មនុស្សលោកគ្រប់គ្នាហើយនាំមនុស្សដែលព្រមទទួលជឿទ្រង់ចូលទៅក្នុងព្រះរាជរបស់ព្រះជាម្ចាស់និងឲ្យគេមានជីវិតអស់កាលជានិច្ចជាមួយទ្រង់នៅឯឋានបរមសុខតែព្រះយេស៊ូវក៏បានប្រាប់អាចកំបាំងជាច្រើនដល់អ្នកជឿព្រះគ្រប់គ្នាផងដែរថាបើអ្នកជឿគ្រប់គ្នានាំគ្នាគិតពីប្រយោជន៍គិតពីធ្វើយ៉ាងណាឲ្យព្រះរាជព្រះជាម្ចាស់រីកចម្រើននោះព្រះឲ្យរបស់គ្រប់យ៉ាងដល់យើងថែមទៀតគឺថែមទាំងអ្វីៗដែលគ្រប់គ្នាមានស្រាប់គឺមិនមែនបាត់បង់នៅអ្វីៗដែលខ្លួនកំពុងមាននោះទេដោយការព្រះត្រាស់ហៅលោកអាប់រ៉ាហាំដែរគឺឲ្យគាត់ចាក់ចែងពីស្រុកកំណើតពីបងប្អូនឪពុកម្ដាយពីស្រែចម្ការពីមុខរបររបស់គាត់លោកអាប់រ៉ាហាំបានស្ដាប់បង្គាប់ធ្វើតាមការត្រាស់ហៅរបស់ព្រះជាម្ចាស់ហើយព្រះអង្គបានធ្វើឲ្យលោកក្លាយជាឪពុកនៃជាតិសាសន៍ជាច្រើនព្រះជាម្ចាស់បានរាប់លោកជាមនុស្សសុចរិតឲ្យលោកមានឈ្មោះល្បីនិងឲ្យគាត់ធ្វើជាអ្នកបញ្ចេញព្រះពរដល់ប្រជាជាតិមានទ្រព្យសម្បត្តិរាប់មិនអស់មានអាយុវែងព្រមទាំងគាត់មានទំនាក់ទំនងជាមួយព្រះជាម្ចាស់យ៉ាងស្និទ្ធស្នាលមនុស្សជាច្រើនតែងគិតថាបើគេគិតតែពីប្រយោជន៍ព្រះគិតតែពីពន្ធកិច្ចឬកិច្ចការព្រះវិហារច្រើនពេកនោះនាំឲ្យគេនឹងខាត់បង់ពេលវេលាខាត់បង់គេឈ្មោះខាត់បង់ប្រកាសខាត់បង់សុភមង្គលគេខ្លាចបាត់បង់មនុស្សជាទីស្រឡាញ់ឬខ្លាចខាត់បង់ឱកាសជោគជ័យឬគិតថាមិនសូវមានប្រយោជន៍ឬជួនកាលពួកគេភ័យខ្លាចឮថាបម្រើព្រះឬពួកគេគិតថាមិនអាចធ្វើបានទេឬព្រះមិនបានត្រាស់ហៅគេទេគេខ្វះជំនឿគេយកលេសថាជីវិតគេរវល់ណាស់ឡាក់តែព្រះយេស៊ូវបានប្រាប់ថាអ្នករាល់គ្នាមិនខាតបង់ទេគឺព្រះនឹងប្រទានមកអ្នករាល់គ្នាថែមទៀតលើសអ្វីដែលអ្នករាល់គ្នាមានស្រាប់ទាំងនៅផែនដីនិងឋានសួគ៌តម្លៃនៃការលះបង់និងស៊ូទ្រាំរាល់ការលំបាកដើម្បីព្រះរាជរបស់ព្រះជាម្ចាស់អ្នកនោះនឹងបានផល1ជា100ក្នុងពេលបច្ចុប្បន្ននេះនិងនៅបរលោកព្រះបានសន្យាថាអ្នកណាលះបង់ផ្ទះសម្បែងបងប្អូនប្រុសស្រីឪពុកម្ដាយកូនឬស្រែចម្ការព្រោះតែខ្ញុំនិងព្រោះតែដំណឹងល្អអ្នកនោះនឹងទទួលក្នុងពេលឥឡូវនេះ1ជា100គឺផ្ទះសម្បែងបងប្អូនប្រុសស្រីម្ដាយកូននិងស្រែចម្ការព្រមទាំងទទួលការបៀតបៀនហើយក៏នឹងមានជីវិតអស់កាលជានិច្ចនៅលោកខាងមុខថែមទៀតផងម៉ាកុសជំពូក10ខ29ដល់ខ30ក្រៅតែពីព្រះពរយើងក៏ត្រូវទទួលការបៀតបៀននិងទុក្ខលំបាកដែរការនេះវាកើតជាមួយគ្នាដោយសារយើងត្រូវទទួលការបៀតបៀនឬការលំបាកបានជាព្រះជាម្ចាស់ប្រាប់ដល់យើងថាដូចមនុស្សស្វែងរកជីករករ៉ែមាសដែរវាមិនបានមកដោយស្រួលទេគឺហត់នឿយធ្វើការធ្ងន់ចំណាយពេលវេលាច្រើនអាចប្រឈមនឹងគ្រោះថ្នាក់ជាច្រើនទម្រាំបានរ៉ែមាសមកខ្ញុំបានប្រកាសហើយជឿលើព្រះបន្ទូលសន្យានេះចាប់តាំងពីខ្ញុំនៅជានិស្សិតពេទ្យឆ្នាំទី2មកម្លេះឆ្នាំ2002ទោះពេលនោះខ្ញុំមើលមិនទាន់ឃើញមានអ្វីក៏ដោយខ្ញុំជឿលើព្រះបន្ទូលសន្យាទាំងនេះខ្ញុំខំបំពេញតាមសេចក្តីសុចរិតហើយជីវិតខ្ញុំទោះមានគម្រោងធ្វើអ្វីក៏ដោយគឺខ្ញុំតែងតែឲ្យព្រះជាម្ចាស់ដឹកនាំគ្រប់កិច្ចការដែលធ្វើព្រមទាំងគិតពីប្រយោជន៍នគរឋានសួគ៌ឬព្រះរាជរបស់ព្រះជាម្ចាស់មុនជានិច្ចបើមិនមានប្រយោជន៍ដល់ពន្ធកិច្ចរបស់ព្រះទេខ្ញុំកម្រនឹងធ្វើណាស់ក្នុងដំណើរជីវិតដល់ពេលមួយតម្រូវឲ្យយើងជ្រើសរើសផ្លូវមួយសម្រាប់ដើរគឺខ្ញុំនឹងគិតវិភាគមើលថាតើផ្លូវណាមួយដែលស្របតាមផែនការរបស់ព្រះជាម្ចាស់នឹងមានប្រយោជន៍សម្រាប់ព្រះរាជរបស់ព្រះអង្គ